ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ1នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង3ខ្ទង់ដោយមានត្រាទុកដែលលំហាត់លេខ1របស់យើងគឺគេឲ្យយើងចូលរកផលបូកអញ្ចឹងដើម្បីគណនាផលបូកឬក៏រកផលបូកដំបូងគឺយើងត្រូវតម្រៀបលេខឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកលេខពីខ្ទង់រាយអញ្ចឹងនៅក្នុងលំហាត់នេះគឺគេបានតម្រៀបឲ្យយើងរួចហើយអញ្ចឹងគឺយើងគ្រាន់តែចាប់ផ្ដើមបូកមកជាងខាងលើនេះ5ខាងក្រោម6 5បូក6សម្រាប់បងអូនខ្លះគឺគាត់ដឹងហើយថាស្មើប៉ុន្មានតែសម្រាប់បងអូនដែលអត់ដឹងគឺលោកគ្រូមានវិធីមួយជួយឲ្យបងអូនអាចគិតឃើញចាបើយើងគិតអត់ឃើញយើងមានវិធីមួយដែលអាចជួយឲ្យយើងគិតឃើញអញ្ចឹងដំបូងយើងត្រូវគូស5ដោយសារតួលេខទី1របស់យើង5អញ្ចឹងយើងត្រូវគូស5មក1 2 3 4 5បន្ទាប់មកយើងបន្ថែមជាមួយនឹង6អញ្ចឹងគឺយើងត្រូវគូស6បន្ថែមទៀត1 2 3 4 5 6បន្ទាប់មកយើងត្រូវរាប់បញ្ចូលគ្នាថាតើ5ហើយដាក់បន្ថែមទៅ6តើស្មើប៉ុន្មានអញ្ចឹងយើងរាប់មក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
10 11 ចឹងគឺយើងបានរាប់ឃើញហើយ5បន្ថែមនឹង6គឺស្មើ11ចាស្មើ11ចឹងពេលដែលយើងដឹងថាស្មើ11ហើយតើយើងត្រូវសរសេរកន្លែងខ្ទង់រាយនេះលេខប៉ុន្មានហើយមានត្រាទុកដែរឬទេអញ្ចឹងយើងត្រូវចាំថាចំនួនចាដែលបូកចូលគ្នាចាប់ពី10ឡើងគឺមានត្រាទុកអញ្ចឹងអានេះ11គឺវាធំជាង10ហើយអញ្ចឹងគឺមានត្រាទុកអញ្ចឹងបើ11បែបនេះគឺយើងសរសេរផ្នែកខាងចុងនេះគឺយើងសរសេរនៅខ្ទង់រាយដែលយើងបូកនឹងបន្ទាប់មកលេខខ្ទង់10ហ្នឹងគឺយើងត្រូវត្រាទុកចាយើងត្រូវត្រាទុក1អញ្ចឹងមិនមែនត្រាទុកកន្លែងរាយនេះទេគឺយើងត្រូវត្រាទុក1ខ្ទង់មុខវាបន្ទាប់អញ្ចឹងយើងដាក់លេខ1មកបន្ទាប់មកគឺយើងចាប់ផ្ដើមបូកកន្លែងត្រាទុកនឹងមក1បូក8អញ្ចឹងបើគិតអត់ចេញទៀតអាចប្រើវិធីគូសដូចអ្នកគ្រូប៉ុន្តែបើយើងគិតចេញយើងសរសេរមកអញ្ចឹង1បូក8ស្មើ9 9បូក0ស្មើ9អញ្ចឹងបើស្មើ9គឺយើងអត់មានត្រាទុកទេចាប់ពី10ឡើងបានយើងមានត្រាទុកអញ្ចឹងបើស្មើ9យើងសរសេរលេខ9បន្ទាប់មកខ្ទង់100 2បូក1ស្មើ3យើងសរសេរលេខយើងសរសេរលេខ3មកបន្ទាប់មកខ្ទង់ពាន់អត់មានអីបូកលេខ1នេះយើងទម្លាក់ចុះចម្លើយគឺឃើញ1391ដូចអ្នកគ្រូបានបង្រៀនយើងអញ្ចឹងករណីដែលយើងបូកមកយើងគិតអត់ចេញគឺយើងអាចប្រើវិធីគូសឆូតនឹងបានតែបើយើងគិតចេញស្ទាត់ហើយយើងទៅសេតាមនឹងមកចាប់ពី10ឡើងមានត្រាទុកហើយបើក្រោម10ឃើញប៉ុន្មានគឺយើងសេប៉ុណ្ណឹងបន្ទាប់មកយើងមើលលំហាត់ខចាយើងចាប់ផ្ដើមបូកមក7បូក5 7បូក5គឺ12ចា12អញ្ចឹងគឺយើងត្រូវសរសេរលេខ2សរសេរអាលេខខាងចុងនេះណានៅខាងក្រោមនេះសរសេរលេខ2ហើយត្រាទុកកន្លែងលេខខាងមុខត្រាទុក1អញ្ចឹងការត្រាទុកគឺយើងត្រូវដាក់មុខវាមួយខ្ទង់អញ្ចឹងយើងដាក់កន្លែងខ្ទង់10 1បូក1 2 2បូក3 5អញ្ចឹងយើងសរសេរលេខ5តទៀតខ្ទង់100 5បូក2 7ជាងយើងសរសេរលេខ5 7 2អត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរគោ2បូក5 7យើងសរសេរលេខ7 5បូក7 12ចា12ជាងយើងត្រូវសរសេរលេខ2កន្ត្រាទុក1ជាងយើងដាក់ខ្ទង់100ចាយើងដាក់ខ្ទង់100ដោយសារកន្លែងមានត្រាទុកនឹងខ្ទង់10ចាបន្ទាប់មកយើងយក1បូក3 4 4បូក3 7ជាងយើងសរសេរលេខ5 7 4អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរខួ7បូក5 12យើងសរសេរលេខ2ត្រាទុក1សរសេរលេខខាងចុងត្រាទុកខ្ទង់10ចាត្រាទុកកន្លែងពីមុខចាអញ្ចឹងដោយសារខ្ទង់បូកខ្ទង់រាយមានត្រាទុកអញ្ចឹងគឺយើងត្រូវត្រាទុកនៅខ្ទង់10 1បូក8 9 9និង6 15អញ្ចឹងយើងសរសេរលេខ5ត្រាទុក1យើងត្រាទុកនៅខ្ទង់មុខវាជានិច្ចមុខខ្ទង់ដែលយើងបូកឃើញត្រាទុកហ្នឹងចា1បូក5 6 6និង1គឺ7យើងសរសេរលេខ7 6អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរងយើងចាប់ផ្ដើមបូកមក2បូក6 8អញ្ចឹងគឺយើងសរសេរលេខ5 8 5បូក7 12យើងសរសេរលេខ2ត្រាទុក1
1 បូក 8 9 9និង2 11 11យើងសរសេរលេខ1ត្រាទុក1 1បូក 7គឺ8ចាយើងសរសេរលេខ8តទៀតលំហាត់អក្សរចចាលំហាត់អក្សរចអានេះមាន3តួចាតួទី1ទី2និងទី3អញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រេមក3បូក5 8 8បូក1គឺ9អញ្ចឹងយើងសរសេរលេខ5 9តទៀត7បូក3ចា7បូក3 10 10បូក2 12អញ្ចឹងយើងសរសេរលេខ2ត្រាទុក1 1បូក9 10 10បូក1 11ជាងយើងសរសេរលេខ1ត្រាទុក1 1បូក1 2យើងសរសេរលេខ2តទៀតលំហាត់អក្សរឆចាលំហាត់អក្សរឆចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយ6បូក3 9 9បូក5 14អានេះគឺរៀងពិបាកបូកដែរអញ្ចឹងយើងអាចប្រើវិធីគូសឆូតនឹងមកចាអញ្ចឹង14យើងសរសេរលេខ4ត្រាទុក1 1បូក5 6 6និង8 14 14និង2 16អញ្ចឹងយើងសរសេរលេខ6ត្រាទុក1 1បូក01 1បូក2 3អញ្ចឹងយើងសរសេរលេខ3គឺអត់មានត្រាទុកទេចាប់ពី10ទៅមានត្រាទុកខ្ទង់ពាន់អត់មានអីបូកយើងទម្លាក់ចុះមកចាចម្លើយឃើញ3364តទៀតលំហាត់អក្សរជួរចាលំហាត់អក្សរជួរចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយមកចាចឹងលេខ0 0បូក5ស្មើ5 5បូក6 11ចា11គឺបែបនេះចឹង11គឺយើងសរសេរលេខ1សេលេខខាងចុងហ្នឹងចារួចហើយត្រាទុក1ចា10ត្រាទុក1 20យើងត្រាទុក2 30យើងត្រាទុក3តាមលេខរៀងទៅរហូតដល់9យើងត្រាទុក9ចឹងយើងបូកខ្ទង់10មក1បូក9 10 10បូក3 13 13និង1 14ចឹងយើង14យើងសរសេរលេខ4ចាសរសេរលេខ4ត្រាទុក1ចាត្រាទុក1 1បូក2 3 3បូក6 9អញ្ចឹងយើងសរសេរលេខ9អានេះរៀងខុសខ្ទង់ឈៀងបន្តិចដោយសារតែ safer នេះវាដិតធំចាតទៀតខ្ទង់ពាន់អត់មានអីបូកយើងទម្លាក់ចុះអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូកែត្រឹមលំហាត់អក្សរចូលនឹងសិនចាហើយបើចង់បាននៅកំណែលំហាត់តទៀតកុំភ្លេចចុច like និងចុច subscribe ដើម្បីទទួលបាននៅវីដេអូបន្តមេរៀនរបស់យើងបន្តទៀតចាសូមអរគុណច្រើននិងសូមជម្រាបលា